បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅទីកន្លែងមួយដែលស្ថិតនៅទៅតាមដងផ្លូវជាតិលេខ6បាទហើយវីដេអូហ្នឹងគឺយើងថតពីសកម្មភាពដែលខ្ញុំបានធ្វើដំណើរដោយទៅបំពេញការងារនៅខាងខេត្តសៀមរាបប៉ុន្តែមិនបានថតនៅសកម្មភាពនៅខេត្តសៀមរាបទេគឺយើងថតនៅសកម្មភាពនៅតាមដងផ្លូវជាតិលេខ6ហ្នឹងដែលចំពោះឆ្លងកាត់នៅខេត្តកំពង់ធំហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរនៅឆ្លងកាត់ខេត្តកំពង់ធំបាទហើយទស្សនវិជ្ជាទាំងអស់ហ្នឹងគឺនឹងបង្ហាញបងប្អូនឲ្យបានឃើញនៅសកម្មភាពផ្សេងនៅតាមដងផ្លូវហ្នឹងបាទហើយនេះយើងក៏បានធ្វើដំណើរដោយឆ្លងកាត់ដល់ផ្លូវបំបែកកំពង់ថ្មបាទហើយយើងបន្តដំណើររហូតបន្តទៀតដើម្បីទៅដល់គោលដៅរបស់យើងបាទហើយទាំងនេះជាសកម្មភាពដែលយើងដល់ផ្លូវបំបែកតាំងក្រសាំងបាទហើយនេះជាទិដ្ឋភាពនៅភ្នំសន្ទុកបាទប៉ុន្តែដែលខ្ញុំមិនបានចូលទៅកំសាន្តទេហើយនេះយើងបន្តដំណើរមកដល់ឃុំកកោះគឺដែលជាកន្លែងដែលសម្បូរដោយព្រះពុទ្ធិមាដោយឆ្លាក់របស់ជាងនៅទីនោះផងដែរហើយបើសិនជាបងប្អូនឆ្លងកាត់នៅតាមតំបន់ហ្នឹងគឺបងប្អូននឹងឃើញព្រះពុទ្ធិមាដ៏ច្រើនបានហើយយើងក៏ធ្វើដំណើរបន្តទៀតរហូតទៅដល់រំពង់មូលខេត្តកំពង់ធំនឹងផ្ទាល់តែម្ដងនេះរំពង់មូលលោកតាក្រហមកបាទហើយនេះឃើញទស្សនវិជ្ជាឃើញកូនសិស្សជាច្រើនដែលមកអុជធូបបែរបន់នៅពេលដែលគាត់ប្រឡងបាទហើយទស្សនវិជ្ជានេះជាធ្វើដំណើរបន្តទៀតនៅហើយយើងក៏ធ្វើដំណើរមកដល់សួនច្បារដំរីជាន់ខ្លានៅក្នុងខេត្តកំពង់ធំបាទហើយនេះយើងដល់វិមានឯករាជ្យនៅក្នុងទីរួមខេត្តកំពង់ធំផ្ទាល់តែម្ដងបាទហើយយើងក៏ធ្វើដំណើរបន្តទៅមុខទៀតហើយខ្ញុំនឹងបង្ហាញនៅទស្សនវិជ្ជានៃរមណីយដ្ឋានមួយឈ្មោះថារមណីយដ្ឋានព្រៃប្រោះបាទហើយយើងក៏មកដល់ព្រៃប្រោះហើយរមណីយដ្ឋានហ្នឹងគឺជារមណីយដ្ឋានព្រៃប្រោះដែលមានទីតាំងស្ថិតនៅស្រុកកំពង់ស្វាយផងដែរវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងខ្ញុំសូមអរគុណហើយកុំភ្លេចជួយ Subscribe នៅវីដេអូរបស់ខ្ញុំមួយផងដែរណាបងប្អូនដែលបានតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទជាចុងក្រោយសូមអរគុណសូមជម្រាបលា